Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងនឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងនៅពេលដែលឧបេគឺបានញាប់ពីការស្លាប់របស់គេពិតជាឆ្ងល់ថាទីកន្លែងនេះគឺជាទីកន្លែងណាក៏បានលើសម្លេងរបស់បរិសុទ្ធដែលបានជួយសង្គ្រោះគេគឺបានប្រាប់ឲ្យមនុស្សនៅទីកន្លែងហ្នឹងមើលខាងខុសត្រូវចំពោះតួឯកផលរបស់យើងហើយនឹងរក្សាសុវត្ថិភាពរបស់គេហើយអ្នកទាំងគ្នានៅទីកន្លែងហ្នឹងដែលជាពីអ្នកប្រដៃប៉ុននឹងខ្លាចទៅជាឪពុកម្ដាយរបស់តួឯកផលរបស់យើងហើយគេនឹងចាចាញ់តួឯកផលរបស់យើងរត់ទៅសួរគេថាគេទៅទីកន្លែងនេះហើយគេពិតជាចង់ឲ្យប៉ែនឹងទទួលខ្លួនធ្វើជាសាខ្លាំងមែនទែនចំណែកប៉ែនឹងវិញក៏បានបញ្ចេញថាមពលរបស់គេលើកាន់តួឯកផលរបស់យើងបាននិយាយថាប្រសិនបើឯងរស់នៅទីកន្លែងនេះឯងនឹងទទួលបានការសុខសាន្តជាមិនខានប៉ុន្តែប្រសិនបើឯងចង់សងសឹកលុះត្រាតែឯងមានអាយុ18ឆ្នាំហើយឯងត្រូវទៅរកខ្ញុំនៅស្លាមរដ្ឋភាពវូដាជាពិសេសនៅពេលនេះផងដែរឯងគួរតែលាក់ខ្លួននៅទីកន្លែងនេះរងចាំរហូតដល់ឯងធំទើបឯងទៅសងសឹកបានហើយនៅទីកន្លែងនេះផងដែរឯងគួរតែបដូរឈ្មោះលាក់ប្រវត្តិអត្តសញ្ញាណរបស់ឯងហើយឈ្មោះរបស់ឯងនៅពេលនេះគួរតែហៅថាជីនវ័យដូច្នេះហើយខ្ញុំសង្ឃឹមថាអត្ថន័យនៃឈ្មោះនេះនឹងអាចជួយឲ្យឯងប្រសើរឡើងឬចុះបន្តមកគេក៏បានចែកចែងទៅធ្វើឲ្យឧបវ័យរត់តាមគេប៉ុន្តែមិនអាចតាមគេតនោះទេចំណែកឯតួឯករបស់យើងវិញពិតជាវេទនាខ្លាំងមែនទែននៅពេលដែលបានបងមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនគេនៅពេលនេះផងដែរតួឯករបស់យើងនៅតែទន្ទិញពេលសងសឹកមិនតែពីមកនោះទេដែលធ្វើឲ្យអ្នកទាំងពីរពិតជាឆ្ងល់ថាតួឯករបស់យើងមានបញ្ហាអ្វីមនុស្សចាស់ដែលជាប្តីគឺបានប្រាប់ថាវាគ្រាន់តែជាសម្ព័ន្ធក្រមួយតែប៉ុណ្ណោះដូច្នេះហើយលោកយាយម្នាក់ហ្នឹងគឺបានទៅមើលតួឯករបស់យើងតួឯករបស់យើងគឺបានឈើមកពីណាម្ដងទេខ្ញុំទៅកាន់លោកយាយម្នាក់ហ្នឹងក៏បាននិយាយថាចូលមកចិត្តក្នុងទៀតខ្ញុំគឺត្រូវការនៅម្នាក់ឯងជាពិសេសលោកយាយម្នាក់ហ្នឹងគឺអានឲ្យតួឯករបស់យើងខ្លាយបន្លំតាជាទៅហើយគេត្រូវតែព្យាយាមរស់ជាមុនសិនដើម្បីទៅថ្ងៃក្រោយទោះបីជាតួឯករបស់យើងមានផែនការអ្វីក៏ដោយក៏ត្រូវតែការរស់រៀនមានជីវិតដំបូងគេហើយតួឯករបស់យើងនៅតែឲ្យលោកជ័យនិងលោកតាមនេះហ្នឹងគឺបិទមាត់ទៅប៉ុន្តែគាត់ក៏នៅតែនិយាយឲ្យតួឯករបស់យើងខ្លាចបន្លំតាសញ្ញានឹងខ្លាចទៅជាកូនប្រុសរបស់គាត់ចាពីពេលនេះទៅដូច្នេះហើយនៅក្នុងភូមិនេះតួឯករបស់យើងនឹងខ្លាចទៅជាមនុស្សម្នាក់ដែលមានឈ្មោះថាជីនវ័យហើយគេនឹងលាក់នៅតាសញ្ញាប្រវត្តិដែលជាមន្ត្រីនៅក្រៅក្នុងរបស់គេដូច្នេះហើយលោកជ័យលោកតាមនេះនឹងនិយាយរហូតដល់តួឯករបស់យើងគឺព្រមដេកនិងព្រមយកព្រមនៅបែបនេះហើយពួកគេក៏បានមើលការខុសត្រូវនៅយប់ហ្នឹងជាមួយនឹងតួឯករបស់យើងទៅសេរឿងកាន់មកដល់ព្រឹកឡើងតួឯករបស់យើងក៏បានឃើញអ្នកទាំងពីររៀបចំម្ហូបនិងអាហារដើម្បីឲ្យគេនឹងហើយនៅពេលនេះផងដែរគេពិតជារីករាយខ្លាំងមែនទែនប៉ុន្តែក្នុងចិត្តរបស់គេវិញគឺបានគិតថាជីវិតរបស់ខ្ញុំមានអ្វីក្រៅពីការសងសឹកនោះទេសេរឿងកាន់មកដល់ខាងក្រៅយើងក៏បានឃើញតួឯករបស់យើងពិតជាព្យាយាមក្នុងការវឹកហាត់លុតដំខ្លួនឯងខ្លាំងមែនទែនហើយនៅពេលនេះផងដែរគេក៏បានធ្លាក់ចុះពីលើគោឈើនោះផងដែរប៉ុន្តែយើងក៏បានឃើញលោកយាយម្នាក់ហ្នឹងគឺបានមកជ័យជាមួយនឹងតួឯករបស់យើងដោយសារតែគេគឺបានដួលម្ដងថើចម្ដងទៀតដូច្នេះហើយហើយអ្វីបានជាគេមិនព្រមឈប់ប៉ុន្តែតួឯករបស់យើងក៏បាននិយាយថាដោយសារតែខ្ញុំត្រូវតែដាក់សម្ពាធដល់ខ្លួនឯងនិងបង្កើតល្បឿននៃការវឹកហាត់របស់ខ្ញុំរហូតដល់10ដងលោកយាយលោកតាគឺមិនព្រមបង្រៀនខ្ញុំនោះទេដោយសារតែគាត់គឺបានព្យាយាមក្នុងការសងមង្គលឈើដល់ខ្ញុំបាត់ទៅហើយប៉ុន្តែទោះបីជាគាត់មិនព្រមបង្រៀនខ្ញុំក៏ដោយប៉ុន្តែខ្ញុំនៅតែព្យាយាមដើម្បីឲ្យគាត់បង្រៀនខ្ញុំលោកយាយនេះនឹងក៏បានប្រាប់ថាខ្ញុំមិនអាចឲ្យណាដឹងថាលោកយាយចំណាស់ដូចខ្ញុំគឺចេះនៅក្បែរកូននេះទេដូច្នេះហើយមានតែឲ្យតួឯករបស់យើងព្យាយាមវឹកហាត់ដល់ខ្លួនឯងតែប៉ុណ្ណោះយើងក៏បានឃើញក្មេងពីរនាក់មកហៅតួឯករបស់យើងទៅលេងដូច្នេះហើយក៏បានឲ្យតួឯករបស់យើងទៅលេងជាមួយនឹងពួកគេនិងរីករាយនៅវ័យកុមារភាពរបស់តួឯករបស់យើងទៅតែរឿងយើងក៏បានឃើញក្មេងប្រុសទាំងពីរកំពុងតែនៅលើភ្នំចុះពីភ្នំមកវិញបន្ទាប់ពីពួកគេក៏បានបាច់ស្មៅនឹងថ្នាំមកសុទ្ធហើយដូច្នេះហើយពួកគេក៏បានមកដល់ក្នុងភូមិគ្រាន់តែមកដល់ភ្លាមពួកគេគឺបានសង្កេតមកក្នុងភូមិប៉ុន្តែហាក់ដូចស្ងាត់ខ្លាំងមែនទែនរហូតដល់ពួកគេគឺបានចេញទៅមើលសង្កេតឃើញថាគឺមានឈាមប៉ុន្តែវាគ្រាន់តែឈាមរបស់សត្វឆ្មាតែប៉ុណ្ណោះក្មេងប្រុសនេះនឹងគឺជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដូច្នេះគេក៏បានព្យាយាមរត់ទៅមើលឪពុកម្ដាយរបស់គេគ្រាន់តែបែបនេះអ៊ូវ័យក៏បានហាមឃាត់គេផងដែរប៉ុន្តែគេមិនស្ដាប់នោះទេរហូតដល់រត់ដល់ផ្ទះរបស់គេឃើញឪពុកម្ដាយរបស់គេជាមួយនឹងបងប្អូននឹងគឺត្រូវបានសម្លាប់ហើយមនុស្សទាំងអស់នឹងផងដែរគឺបានឃើញទៅកាន់ក្មេងម្នាក់នឹងដែលធ្វើឲ្យគេគឺបានទៅបង្ហាញទៅកាន់ក្មេងម្នាក់នឹងដូចគ្នាជាពិសេសនៅពេលនេះផងដែរគេក៏បានសួរទៅកាន់ក្មេងប្រុសដែលមានសពពោទាំងដៃដូច្នេះហើយក្មេងប្រុសម្នាក់នឹងគឺមិនចង់ប្រាប់នោះទេរហូតដល់បែបម្នាក់នឹងគឺបានចាត់ដើរទៅកាន់គេដែលធ្វើឲ្យគេគឺព្រមប្រាប់ថាក្មេងប្រុសដែលមានសពពោទាំងដៃនោះគឺនៅលើភ្នំគ្រាន់តែប្រាប់បែបនេះហើយទោះបីជាក្មេងម្នាក់នឹងគឺបកកុំឲ្យសម្លាប់គេក៏ប្រុសម្នាក់នឹងគឺមិនព្រមនោះតែចាត់ការទៅកាន់ក្មេងប្រុសម្នាក់នឹងស្លាប់ហើយក៏បានប្រាប់គ្នាគេឲ្យទៅរកតួឯកផលរបស់យើងនៅលើភ្នំទៅហើយតួឯកផលយើងពិតជាតស្លុតខ្លាំងមែនទែនដោយសារក្មេងប្រុសម្នាក់នឹងពិតជាព្យាយាមក្នុងការដែលជួយសង្គ្រោះគេនឹងលាក់ប្រវត្តិនិងតាច់ញារបស់គេមកឲ្យពួកទាំងអស់នោះគឺបានដឹងនោះទេហើយបន្តពីពួកទាំងអស់ហ្នឹងគឺបានចាក់ចេញទៅពួកវាបានរត់ទៅមើលទៅកាន់ក្មេងប្រុសម្នាក់នឹងហើយក្មេងប្រុសម្នាក់នឹងបានឲ្យតួឯកផលរឿងរត់ចាក់ចេញពីទីកន្លែងនេះលឿនទៅហើយគេពិតជាអរគុណទៅកាន់ក្មេងប្រុសម្នាក់នឹងដែលបានលាក់ខ្លួនរបស់គេខ្លាំងមែនទែនបន្តមកក៏បានរត់ទៅមើលទៅកាន់ឪពុកម្ដាយចិញ្ចឹមរបស់គេក៏បានស្លាប់ដូចគ្នាផងដែរតួឯកផលរបស់យើងបានត្រឹមតែលើជង្គង់លែអ្នកទាំងពីរនឹងរត់ចាក់ចេញពីទីកន្លែងហ្នឹងតែប៉ុណ្ណោះ
រឿងភេទនេះនៅពេលដែលតួឯកបរបស់យើងគឺបានធ្វើការលាក់ខ្លួននៅក្នុងរូងភ្នំមួយរយៈពេល4ថ្ងៃពេញហើយគេគ្រាន់តែទទួលបានដំណក់ទឹកដើម្បីបំពេញជីវិតរបស់គេតែប៉ុណ្ណោះរហូតដល់ថ្ងៃទី5ទើបតួឯកបរបស់យើងហ៊ានលួចចេញអំពីរូងភ្នំដូច្នេះហើយគេក៏បានដើរត្រាច់ចោលបន្តទៀតហើយគេនឹងនឹកគិតថាគេនឹងច្បាស់ជាសងសឹកឲ្យពុកម្ដាយចិញ្ចឹមរបស់គេដោយសារតែពួកគេពិតជាមើលថាខ្លួនបានល្អខ្លាំងមែនទែនហើយរងចាំដល់ថ្ងៃនោះមកដល់គេច្បាស់ជាសងសឹកឲ្យពួកគាត់ជាមិនខានបន្តមកយើងក៏បានឃើញអ្នកទាំងពីរគឺបានមកដល់ស្លាមទេប៊ូដាងហើយនៅពេលនេះផងដែរពួកគេក៏បានមើលឃើញស្លាផ្នែកខាងក្នុងតួឯកបរបស់យើងក៏បានប្រាប់ថាហាក់ដូចជាមួយថ្ងៃសោះវាប្រែជារយៈពេលយូរយ៉ាងនេះដែលធ្វើឲ្យលីនហ្វានសួរថាតើលោកបងមិនចង់បន្ទោសខ្ញុំមែនដែរទេដែលជាពេលរបស់លោកបងបែបនេះពួកវិញមិនបានគិតអំពីពាក្យសម្ដីរបស់លីនហ្វាននោះទេគេបើជាគិតថាចាប់ផ្ដើមពីការធ្វើតេស្តនេះត្រូវបានបញ្ចប់វាហាក់ដូចជាមនុស្សនៅសល់តែ3 ប៉ុណ្ណេះតែប៉ុណ្ណោះក្រៅពីលីនហ្វាននិងអាយិនបន្តមកពួកគេក៏បានចោលពីលើទូកហោះហើយក៏បានឃើញនៅសត្វមួយគឺបានមកនិយាយទៀតហើយដែលរៀបរាប់ពួកគេឲ្យដឹងថាស្លានៅផ្នែកខាងក្នុងនេះគឺមានអីខ្លះចឹងទៅប៉ុន្តែយើងគឺការមកដល់ស្លាផ្នែកខាងក្នុងយើងក៏បានឃើញសត្វដែលបានចោលទៅតែនៅទៅតែទី2ហ្នឹងគឺបានមកឈរកណ្ដាលវងតែម្ដងដែលធ្វើឲ្យសិស្សនៅទីកន្លែងហ្នឹងពិតជាមានការភ្ញាក់ផ្អើលដោយសារតែមានសិស្សច្រើនជាងរាល់ដងច្រើនជាងពីឆ្នាំមុនចឹងទៅប៉ុន្តែរឹតតែមានការភ្ញាក់ផ្អើលដោយសារតែមានសិស្សចំនួន3នាក់គឺតួឯកផលរបស់យើងលីនហ្វាននិងអាយិនដែលត្រូវបានជ្រើសរើសដោយលោកគ្រូម៉ូហ្វីដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលប៉ុន្តែតួឯកផលរបស់យើងក៏មិនខ្វល់ដែរដោយសារតែគ្រូរបស់គេមានចរិតចម្លែកជាពិសេសនៅពេលនេះផងដែរឈិនយុននឹងពិតជាចេញទៅលើពួកគេទាំង3ខ្លាំងមែនទែនបន្តពីមួយសន្ទុះយើងក៏បានឃើញមនុស្សម្នាក់បានចេញមកជាមួយនឹងគ្រូនិងព្រឹទ្ធាចារ្យដទៃទៀតហើយមនុស្សអ្នកមួយផងដែរគឺជាមេប៉ាហ្នឹងឯងបន្តមកមេប៉ាក៏បានរៀបរាប់ឲ្យអ្នកទាំងគ្នាដែលជាសិស្សថ្មីក៏ដូចជាតួឯកផលរបស់យើងបានដឹងថានៅពេលដែលពួកគេគឺបានចូលមកដល់សាលាដើម្បីទទួលនៅការធ្វើតេស្តជាបន្តជាពិសេសដើម្បីខ្លាយទៅជាសិស្សពេញសិទ្ធនោះអ្នកទាំងគ្នាត្រូវទទួលបាននៅលីងវូហើយលីងវូនឹងផងដែរអ្នកទាំងគ្នាគួរតែដឹងថាវាគឺជាប្រភេទអាវុធវិញ្ញាណចឹងណាដូចជាចំនៅនឹងខ្លួនសត្វវិញ្ញាណឬក៏ឆ្អីចឹងទៅដូចរឿងថេងសែនចឹងគ្រាន់តែលីងវូលើកនេះវាជាប់ភាគច្រើនវាជាប់នឹងខ្លួនដូចជាទោះបីជាសត្វវិញ្ញាណក៏ដោយក៏វានៅជាប់នឹងខ្លួនអ្នកវឹកហាត់ផងដែរហើយដើម្បីទទួលបាននៅលីងវូពួកគេទាំងគ្នាត្រូវតែចូលទៅកាន់អាណាចក្រសម្ងាត់ហើយអ្នកទាំងគ្នាដែលនៅទីកន្លែងហ្នឹងដែលជាធ្លាប់ជាសិស្សនៅទីកន្លែងហ្នឹងហើយអ្នកខ្លះគឺចង់ចូលទៅកាន់ទីកន្លែងហ្នឹងម្ដងទៀតដើម្បីជ្រើសរើសអាវុធវិញ្ញាណថ្មីសម្រាប់ពួកគេប៉ុន្តែតួឯកផលរបស់យើងក៏បានសួរទៅកាន់លីនហ្វានតើគេស្គាល់អាណាចក្រសម្ងាត់នៅទីកន្លែងនេះដែរទេប៉ុន្តែលីនហ្វានគឺទៅតែដឹងនឹងឮអំបញ្ញមិញដូចគ្នានឹងឯងប៉ុន្តែគឺក៏បានដឹងថាស្លាមដិតស្ភេវូដាងគឺជាស្លាមបណ្ឌិតស្ភេមួយដែលធំជាងគេនៅក្នុងចំណោមស្លាមដិតទាំង5នៅក្នុងវាទំនៀមកណ្ដាលហើយស្លាមដិតស្ភេវូដាងក៏ជាស្លាមដែលមានអាណាចក្រសម្ងាត់ធំបំផុតនិងមានលីងវូច្រើនបំផុតផងដែរហើយខ្ញុំសូមបដូរជាលីងវូទៅជាអាវុធវិញ្ញាណវិញអាវុធវិញ្ញាណសំខាន់បំផុតរបស់ស្លាមដិតស្ភេវូដាងគឺមានចំនួន6ប៉ុន្តែខ្ញុំមិនធ្លាប់ដែរលើថានរណាដែលទទួលបានអាវុធវិញ្ញាណទាំង6នោះទេជាពិសេសព័ត៌មានរបស់វាពិតជាអាចកំបាំងខ្លាំងមែនទែនហើយមិនមែនសុទ្ធតែមនុស្សគ្រប់គ្នាដែលទទួលបាននៅលីងវូគឺជាអាវុធវិញ្ញាណនឹងទេដូច្នេះហើយមនុស្សគ្រប់គ្នាក្នុងការដែលទទួលបានអាវុធវិញ្ញាណវាពិតជាអាក្រក់ខ្លាំងណាស់ដោយសារតែអាវុធវិញ្ញាណវាមានលក្ខខណ្ឌសម្រាប់វាដើម្បីទទួលបានដូច្នេះហើយពួកគេមិនសង្ឃឹមនោះទេដែលទទួលបានអាវុធវិញ្ញាណនោះប៉ុន្តែក៏ត្រូវបានលោកគ្រូមកវិញគឺបានមកនិយាយជាមួយនឹងអ្នកទាំងគ្នាដើម្បីខ្លាចទៅជាអ្នកវឹកហាត់បានអ្នកទាំងគ្នាយ៉ាងហោចណាស់ត្រូវតែទទួលបានលីងវូមួយសមរម្យក្នុងការដែលធ្វើការវឹកហាត់ហើយវាគឺជាកត្តាដំបូងនិងជាកត្តាពិសេសផងដែរសម្រាប់ទទួលបានលីងវូនោះដូច្នេះហើយគ្មានការខំប្រឹងអ្វីដើម្បីទទួលបានលីងវូនោះទេបន្តពីឃើញលោកគ្រូគេមកបែបនេះហើយតួឯករបស់យើងក៏បាននិយាយថាដោយសារតែលោកគ្រូគឺជាអ្នកជ្រើសរើសខ្លួនដល់ផ្ទាល់ដូច្នេះហើយតើមានវិធីណាងាយស្រួលក្នុងការដែលទទួលបានលីងវូដែរទេប៉ុន្តែក៏ត្រូវបានលោកគ្រូមកវិញគឺបានតតក្បាលពងមួយហើយក៏បាននិយាយថារបល់កាច់បើងាយស្រួលបែបនេះមែនសិស្សទាំងអស់គ្នាច្បាស់ជាទទួលបាននៅលីងវូជាច្រើនជាមិនខានហើយដោយសារតែចង់និយាយអ្វីទៀតយើងក៏បានលើសំឡេងមនុស្សជាច្រើនគឺបាននិយាយម្ដងប៉ុន្តែយើងក៏មិនខ្វល់នោះដែរដោយសារតែមានសំឡេងមនុស្សម្នាក់ប្រាប់ឲ្យអ្នកទាំងអស់គ្នាដែលជាសិស្សថ្មីហ្នឹងចូលទៅទទួលបានអាវុធវិញ្ញាណទៅបន្តមកទ្វេនៃអាវុធវិញ្ញាណគឺបានបើកប៉ុន្តែមិនភ្លេចនោះទេលោកគ្រូមកវិញក៏បាននិយាយនៅពេលដែលពួកអញចូលទៅកាន់អាណាចក្រសម្ងាត់នោះដូច្នេះហើយពួកអញសូមកុំភ្លេចនៅគោលបំណងដើមរបស់ពួកអញតែប៉ុណ្ណោះដូច្នេះហើយវាច្បាស់ណាស់ពួកអញច្បាស់ជាទទួលបានអាវុធវិញ្ញាណជាមិនខានបន្តមកអ្នកទាំងអស់គ្នាគឺបានចូលមកដល់មុខទ្វេនៃអាណាចក្រសម្ងាត់ហើយពួកគេហាក់ដូចជាភ័យព្រួយបន្តិចផងដែរប៉ុន្តែមិនធ្វើនោះទេអ្នកទាំងអស់គ្នាគឺបានចូលជាពិសេសទូឯកផលរបស់យើងតែម្ដងនៅពេលដែលអ៊ូវៃគឺបានចូលមកដល់អាណាចក្រសម្ងាត់វាពិតជាភ្លឺជាជាងខ្លាំងមែនទែននៅពេលនេះផងដែរទូឯកផលរបស់យើងគឺបានឃើញនារីជាច្រើនគឺមកចំរងគេប៉ុន្តែគេហាក់ដូចជាពេញចិត្តនោះទេក៏វានារីតនោះចេញហើយក៏បានស្រែកថាខ្ញុំមកទីនេះដើម្បីរកអាវុធវិញ្ញាណមិនមែនមករកអ្នកទាំងអស់គ្នានោះទេដូច្នេះហើយដែលធ្វើទូឯកផលរបស់យើងគឺបានចូលមកដល់ទីកន្លែងមួយទៀតដែលពោពេញទៅដោយដាតលឹងតែម្ដងភ្លាមយើងក៏បានឃើញសន្និក្រែងមួយគឺបានលោតចេញពីឡាវ៉ាដែលធ្វើឲ្យទូឯកផលរបស់យើងពិតជាមានការភ្ញាក់ផ្អើលហើយវាក៏បានស្ទុះទៅបេះទៅកាន់ទូឯកផលរបស់យើងនៅពេលដែលទូឯកផលរបស់យើងព្យាយាមទុកនឹងព្យាយាមកែមពីវាពិតជាបាក់ខ្លាំងមែនទែនដោយសារតែនៅទីកន្លែងនេះវាពិតជាក្តៅជាផ្សេងទុយរបស់អ្នកក្រែងវាពិតជារឹងដែលធ្វើទូឯកផលរបស់យើងពិបាកក្នុងការចាត់ការទៅកាន់អ្នកក្រែងមួយហ្នឹងហើយបើសិនបើទូឯកផលរបស់យើងចង់សម្លាប់វាត្រូវតែប៉ឹងផ្នែកនៅសមត្ថភាពរបស់គេទាំងអស់ដើម្បីចាត់ការបន្តមកក៏បានលោតទៅបេះទៅកាន់អ្នកក្រែងដែលធ្វើវាសិនសាញ់ទីកន្លែងហ្នឹងក៏ដូចជានៅពេលនេះទូឯកផលរបស់យើងគឺបានយកផ្លាត់របស់គេដើម្បីធ្វើជារៀងលុយប៉ុន្តែក៏ត្រូវបានភ្លើងនៅទីកន្លែងហ្នឹងគឺបានដុតទៅកាន់ផ្លាត់របស់គេបាត់ហើយធ្វើគេពិតជាមានការភ្ញាក់ផ្អើលប៉ុន្តែមិនធ្វើនោះទេយើងក៏បានឃើញសន្និក្រែងជាច្រើនទៀតគឺបានលុះចេញពីឡាវ៉ានៅទីកន្លែងហ្នឹងដែលធ្វើទូឯកផលរបស់យើងពិតជាមានគេព្រួយបារម្ភខ្លាំងមែនទែនប៉ុន្តែគេនៅតែមិនខ្លាចហៅអ្នកក្រែងហ្នឹងឲ្យចូលមកចាត់ការមកបន្តមកអ្នកក្រែងទាំងអស់នោះក៏បានធ្វើការវាប្រហារដោយប្រើដើមភ្លើងរបស់
វាពូចាញ់ពីមាត់ចាត់ការទៅកាន់ទួយផលរបស់យើងបន្តមកទួយផលរបស់យើងក៏បានធ្វើការលោតទៅកាន់អ្នកក្រេតអននោះបន្តពីបែបនេះហើយយើងក៏បានឃើញទួយផលរបស់យើងពើជាហត់នឹងអอกខ្លាំងមែនទែនប៉ុន្តែគេក៏បានលើសម្លេងរបស់លោកគ្រូរបស់គេបញ្ជាក់ថាត្រូវតែគោរពនឹងគោលបំណងដើមរបស់ឯងដូច្នេះហើយទួយផលរបស់យើងចាប់ដើមគិតអំពីឪពុករបស់គេឪពុកម្ដាយចាំរបស់គេដូច្នេះហើយគោលបំណងដើមរបស់គេគឺជាការសងសឹកគ្រាន់តែលើក្នុងចិត្តរបស់ទួយផលរបស់យើងបែបនេះមែនយើងក៏បានលើសម្លេងមនុស្សម្នាក់គឺបាននិយាយថាតើលោកគឺចង់បានអំណាចដែរទៀតទៅទួយផលរបស់យើងហាក់ដូចជាភ្ញាក់បន្តមកក៏បានស្រែកសួរថាគឺជាណាហើយយើងក៏បានឃើញចែកចាយម្នាក់កំពុងតែអង្គុយលើបល្ល័ង្ករបស់នាងនឹងឯងហើយក៏បាននិយាយថាតែងពិតជាចង់បានអំណាចដើម្បីសងសឹកមែនដែរទេប៉ុន្តែអ្នកនរគ្នាគួរតែសង្កេតមួយគឺក្នុងទួយផលរបស់យើងសាហុកអ្នកតែម្ដងពិតជាអេមសេមខ្លាំងមែនទែននៅពេលនេះកញ្ញាម្នាក់ហ្នឹងគឺបានថាឲ្យទួយផលរបស់យើងប្រសិនបើបងបានអំណាចនិងធម៌ពលដ៏ខ្លាំងក្លាហៅឈ្មោះរបស់នាងទៅហើយនាងក៏ប្រាប់ឲ្យទួយផលរបស់យើងហៅថាអ្នកក្រៃឡុងជីដូច្នេះហើយគ្រាន់តែទួយផលរបស់យើងហៅភ្លាមយើងក៏បានឃើញចែកចាយម្នាក់ហ្នឹងប្រែកាយទៅជាពលឹងអ្នកហើយក៏បានហោះចូលទៅកាន់ដៃទួយផលរបស់យើងដែលធ្វើឲ្យដៃរបស់គេគឺបានដងមកវិញនៅពេលនេះគេហៅដូចជាឈឺចាប់ខ្លាំងមែនទែនគេពិតជាបាក់ត្រំប៉ុន្តែភ្លាមយើងក៏បានឃើញលីនវ៉ានសាច់ហៅទួយផលរបស់យើងដែលបណ្ដាទួយផលរបស់យើងគឺបានភ្ញាក់ហ្នឹងហើយទួយផលរបស់យើងភ្ញាក់មកហៅដូចជាភ័យខ្លាំងមែនទែនក៏ត្រូវបានចែកចាយលីនឌីងគឺមកសាច់ចំអកគេទៀតហើយនាងពិតជាចង់មើលទឹកមុខទួយផលរបស់យើងបែបនេះខ្លាំងមែនទែនដូច្នេះហើយគ្រាន់តែទួយផលរបស់យើងភ្ញាក់ភ្លាមនាងក៏បានសួរទៅកាន់ទួយផលរបស់យើងឯណាអពុវិញ្ញាណរបស់គេដូច្នេះហើយទួយផលរបស់យើងក៏បានកើតអំពីវេទដែលបានហោះចូលទៅកាន់ដៃរបស់គេនឹងឯងហើយគេក៏មិនតន់ដឹងច្បាស់ផងដែរដូច្នេះហើយចែកចាយលីនឌីងគឺប្រាប់ឲ្យទួយផលរបស់យើងមានតែកាត់ខំបង្ហាត់បន្ថែមទៀតនោះទេទៅវាអាចបញ្ចេញនៅពេញលេងឲ្យទួយផលរបស់យើងធ្វើការគ្រប់គ្រងហើយជាផ្សេងនៅពេលនេះផងដែរទួយផលរបស់យើងគ្មានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើការគ្រប់គ្រងទៅកាន់វាដូច្នេះទៅទួយផលរបស់យើងបាក់ក្នុងការបញ្ចេញឲ្យអ្នកនរគ្នាបានឃើញនឹងឯងបន្តពីមើលចុះឡើងក៏បានឃើញវត្តមានរបស់លីងហ្វានពិតជាមានការព្យាបាលក៏បានសួរវិជ្ជាលីងហ្វានក៏បានប្រាប់ថានេះមានហើយគឺជាខែលវិញ្ញាណផាន់ដីហើយវាគឺជាវត្តវិញ្ញាណប្រភេទការពារដ៏ខ្លាំងមួយដែលធ្វើទួយផលរបស់យើងពិតជាមានការព្យាបាលខ្លាំងមែនទែនបន្តមកទួយផលរបស់យើងក៏បានសួរទៅកាន់លីងហ្វានថាគេទទួលបានវាដោយរបៀបណាហើយលីងហ្វានហាក់ដូចជាឆ្ងល់បន្តិចប៉ុន្តែក៏ត្រូវបានចែកចាយលីងឌីងបញ្ជាឲ្យប្រាប់លឿនមកហើយលីងហ្វានគឺបានបញ្ជាឲ្យថានៅពេលដែលគេបានចូលទៅកាន់រាជសម្ងាត់នោះគេគឺបានធ្លាក់មកដល់ទីកន្លែងទន្លេមួយដូច្នេះហើយគេក៏បានឃើញដើកបន្តគេបានជួយសង្គ្រោះវាដូច្នេះហើយដើកនោះក៏ក្លាយទៅជាខែលការពារផាន់ដីនេះឯងដែលធ្វើទួយផលយើងក៏បាននិយាយថាវាហាក់ដូចជាសាមញ្ញខ្លាំងមែនទែនហើយទួយផលយើងពិតជារងគ្រោះខ្លាំងណាស់ប៉ុន្តែលីងហ្វានហាក់ដូចជាស្រួលបែបនេះវាពិតជាមិនសមប៉ុន្តែយើងក៏បានឃើញប៉ែហុងហ្វូគឺបានបង្ហាញនៅវត្តវិញ្ញាណរបស់គេដូចគ្នាដែលជាពោះស្វែងហ្នឹងហើយនៅតគ្នាពិតជាមានការព្យាបាលជាមួយនឹងវត្តវិញ្ញាណរបស់គេដែលពោះពេញដោយជាតិពឹសកូនចាស់របស់ប៉ែហុងហ្វូគឺបានប្រាប់ថាពួកគេទាំង3ហាក់ដូចជាកើតដំខ្លាំងមែនទែនដែលរបងមិនចូលចាត់ការទៅកាន់គេមែនដែរទេប៉ុន្តែហុងហ្វូបានប្រាប់ថាវាពិតជាមិនតាន់ដល់ពេលនោះទេបន្តមកសាច់រឿងរបស់យើងកាន់មកដល់ពួកគេទាំង3គឺបានមកដល់សំណាក់គ្រូរបស់គេគ្រាន់តែមកដល់ពេលហាក់ដូចជាចម្លែកខ្លាំងមែនទែនគ្រូរបស់គេចែកមកដល់បាននិយាយថាពួកឯងគឺបានមកដល់នឹងទួបានភពវិញ្ញាណហើយមែនដែរទេហើយលោកគ្រូរបស់គេហ្នឹងគឺបាននិយាយថាតើពួកឯងគឺមិនដឹងថាការសំដែងនៅការអរគុណគ្រូយ៉ាងម៉េចទេមែនដែរទេប៉ុន្តែត្រូវបានទួយផលរបស់យើងមកខ្សឹបថាតើមិនមែនខ្ញុំឲ្យទៅរបស់ដែលខ្ញុំឲ្យលោកគ្រូវាពិតជាច្រើនទេមែនដែរទេហើយបើបានជាលោកគ្រូមកទេទៀតលោកគ្រូមកវិញក៏បានប្រាប់ថាឯងគឺបានបន្តដល់នៅថ្លៃឧបត្ថម្ភរួចហើយបន្តែបន្តមកគាត់បាននិយាយសាច់ការតែម្ដងដូច្នេះគាត់នឹងចាប់ផ្ដើមមកបង្រៀនមេរៀនដំបូងសម្រាប់ពួកគេហើយជាដំបូងពួកគេត្រូវតែបង្ហាញវត្តមានជាមុនសិនហើយយើងក៏បានឃើញវត្តវិញ្ញាណរបស់លីនវ៉ានគ្រាន់តែបញ្ចេញមកក៏អេមផងដែរវាគឺជាវត្តវិញ្ញាណប្រភេទការពារកម្ពុជាដូច្នេះហើយប្រសិនបើលីនវ៉ានធ្វើការប្រកាសក៏ខ្លាំងជាមួយនឹងការទទួលបាននូវឈាមសត្វផ្សេងលីនវ៉ានច្បាស់ជាគ្មានណាអាចទម្លុះនៅការពាររបស់គេបាននោះទេបន្តមកយើងក៏បានឃើញប៉ែអាយិនម្ដងនៅពេលនេះគេក៏បានបង្ហាញនៅវត្តវិញ្ញាណរបស់គេដូចគ្នាហើយវាគឺជាប្រភេទវត្តវិញ្ញាណចាក់ទម្លុះពេលប្រហែលលោកដូច្នេះហើយយើងក៏បានដឹងថាអាយិនហាក់ដូចជាសំជាសាស៊ីនខ្លាំងមែនទែនចំហាយថាពលប្រសិនបើអាយិនធ្វើការប្រកាសដ៏ខ្លាំងក្លានោះសូម្បីតែសត្វវិញ្ញាណរាប់ពាន់ក្បាលនៅក្នុងមុខរបស់គេក៏ហាក់ដូចជាវាប្រហែលយ៉ាងងាយស្រួលផងដែរគ្រាន់តែលើបែបនេះទួយរបស់យើងពិតជាមានការព្យាបាលដោយសារតែវត្តវិញ្ញាណរបស់ពួកគេទាំងពីរសតតែផ្នែកកម្ពុជាតែម្ដងដូច្នេះហើយពួកគេគួរតែដឹងថាវត្តវិញ្ញាណរបស់ពួកគេពិតជាមានអត្ថប្រយោជន៍ក្នុងការការពារនិងការវេយប្រហុកដ៏អស្ចារ្យហើយទួយរបស់យើងក៏បានគិតថាវាពិតជាស័ក្តិសមចំពោះអ្នកទាំងពីរខ្លាំងមែនទែនប៉ុន្តែបន្តមកលោកគ្រូមកវិញគឺបានសួរទៅកាន់ទួយរបស់យើងឯណាវត្តវិញ្ញាណរបស់គេក៏បាននិយាយថាដោយសារតែខ្ញុំគឺមិនទាន់ដឹងច្បាស់លាស់នោះទេគ្រាន់តែដឹងថាវាគឺជាអ្នកក្រេតឡុងជីគ្រាន់តែលើថាអ្នកក្រេតឡុងជីលោកគ្រូមកវិញពិតជាមានការព្យាបាលគ្រាន់តែឃើញបែបនេះទួយរបស់យើងក៏បានសួរថាតើអ្នកក្រេតឡុងជីគឺជាវត្តវិញ្ញាណបុរាណដ៏មានការព្យាបាលនិងអស្ចារ្យមែនដែរទេលោកគ្រូមកវិញក៏បាននិយាយថាវាពិតជាតាំងពីបុរាណមែនប៉ុន្តែគាត់បានប្រាប់ថាអ្នកដែលធ្វើការហ្វឹកហាត់ទៅលើអ្នកក្រេតឡុងជីវាពិតជាឲ្យថោកខ្លាំងមែនទែនដោយសារតែការហ្វឹកហាត់វាមនុស្សចំនួន7នាក់នៃកងទ័ពរបស់ស្ដេចបិសាចគឺត្រូវបានសម្លាប់ហើយជាផ្សេងទៅទៀតអ្នកក្រេតឡុងជីនេះក៏គ្មានការយកព្រមពីវានោះទេច្បាស់ណាស់អ្នកហ្វឹកហាត់វាច្បាស់ជាវេទនាជាផ្សេងនៅទីបញ្ចប់ការហ្វឹកហាត់របស់វានោះបើសិនបើអ្នកទាំងគ្នាមិនទទួលបានការយកព្រមការស្លាប់របស់អ្នកហ្វឹកហាត់មួយនោះពិតជាឲ្យថោកខ្លាំងមែនទែនជាផ្សេងទៅផលរបស់យើងបើសិនបើគេហ្វឹកហាត់វាទទួលបាននូវភាពជោគជ័យវាច្បាស់ជាល្អនិងស្រីរុងរឿងខ្លាំងមែនទែនប៉ុន្តែបើសិនបរាជ័យវិញហើយយើងក៏គួរតែបញ្ជាក់នៅទីកន្លែងហ្នឹងផងដែរថាមនុស្សតាំងពីសម័យរ៉ានដែលទទួលបាននៅអ្នកក្រេតឡុងជីនេះគ្មានណាដែលធ្លាប់ហ៊ានប្រើប្រាស់វាជារាប់រយឆ្នាំមកហើយដូច្នេះហើយផលរបស់យើងតែទទួលបាននៅចំនួនថ្មីនេះឯងហើយផលរបស់យើងគ្រាន់តែលើសម្ដែងរបស់លោកគ្រូមកវិញក៏បានសួរថាតើយ៉ាងម៉េចតើលោកគ្រូនៅតែបង្រៀនខ្ញុំមែនតែទេប៉ុន្តែលោកគ្រូមកវិញក៏បាននិយាយថាក្រុមប្រាំណាសោះថាគឺជាសាររបស់ខ្ញុំអីគ្រាន់តែលើបែបនេះផលរបស់យើង
ពិតជាយ៉ាងខ្លាំងមែនទែនចំពោះស្ដីរបស់គ្រូបាគីប៉ុន្តែមិនទៅនោះទេយើងក៏បានឃើញជួយរបស់យើងគឺបានដកនៅឯសន្តានថ្មីវាពិតជាស្រស់ស្អាតនិងស័ក្តិសមជាមួយនឹងគេខ្លាំងមែនទែនគេលើកនឹងខាងខ្លួនឯងគេហ្នឹងប៉ុន្តែគេក៏បានគិតថាតើដៃគូក្នុងការបំពេញបេសកកម្មរបស់គេពេលណាមកដល់ខនតែឃើញភ្លាមយើងក៏បានដឹងថាគឺជាកញ្ញាឈិងយុនដែលធ្វើនៅទាំងពីរពិតជាមានការភ្ញាក់ផ្អើលហើយដើម្បីបានជាពួកគេនៅក្រោមជាមួយគ្នាប៉ុន្តែមិនទៅនោះទេជួយរបស់យើងក៏បាននិយាយសម្រាប់សំណួរទៅកាន់នាងហើយនាងក៏មិនចង់សម្រាប់សំណួរទៅកាន់ជួយរបស់យើងនោះដែរនាងក៏បាននិយាយថាបើសិនបើចង់ឲ្យនាងគឺបំពេញបេសកកម្មជាមួយជួយរបស់យើងដោយសហការគ្នានោះជួយរបស់យើងគួរតែធ្វើជាអ្នកបម្រើរបស់នាងក៏ដូចជានៅពេលនេះគួរតែហៅថាអ្នកក្រមបង្កប់ទៅវិញទៅវាពិតជារសជាតិហើយជួយរបស់យើងមិនតែធ្វើតាមនាងនោះទេហើយក៏បាននិយាយថាខ្ញុំនឹងស្ដាប់តាមជាទៅកាន់លោកស្រីសង្ឃឹមថានាងនឹងទទួលយកខ្ញុំដល់បានល្អទៅចុះបន្តមកនេះទៅពីគឺបានចេញដើរតាមពីក្រោយកញ្ញាជីងយុនតែរឿងការមកដល់ទីក្រុងវិញយើងក៏បានឃើញពួកគេទាំងពីរគឺបានមកដល់ហើយនៅពេលនេះផងដែរកញ្ញាជីងយុនគឺបាននិយាយពីបេសកកម្មប៉ុន្តែភ្លាមៗទួយផលរបស់យើងគឺបានចាំដៃនាងឲ្យកន្លែងមើលទៅកាន់ទីកន្លែងមួយទៀតប៉ុន្តែនាងហាក់ដូចជាមានការផ្ទះផ្អើលនៅពេលដែលទួយផលរបស់យើងគឺបានចាំដៃនាងបែបនេះហើយមួយរបស់នាងហាក់ដូចជាកំហុសបន្តិចហើយយើងក៏បានឃើញថាមនុស្សចំនួន2នេះកំពុងតែធ្វើការទិញលក់នៅរបស់ដែលប្រើឈ្មោះនៅ Slam Display Woodang របស់ពួកគេទាំងពីរហ្នឹងឯងយើងក៏បានឃើញចែកជូតមែនហ្នឹងគឺបាននិយាយថាបើសិនបើអ្នកនរគ្នាចង់ចូលនៅ Slam Display Woodang នេះគឺជាពាក្យទិញក្នុងការចូល Slam Display Woodang ដូច្នេះហើយអ្នកនរគ្នាគួរតែធ្វើការចូលនិងធ្វើការទិញនៅកញ្ចប់ណៃណមនេះទៅហើយក៏បាននិយាយទៅកាន់បែបម៉ាប់នេះថាតើលោកគេចង់ចូលទៅកាន់ Slam Display Woodang បែបទេបន្តមកបែបនេះហ្នឹងក៏បានសួរថ្លៃដូច្នេះហើយគាត់តែនិយាយបែបនេះយើងក៏បានឃើញទួយផលរបស់យើងក៏បានមកដល់ប្រាប់អ្នកនរគ្នាដឹងថាពួកគេទាំងពីរគឺជាជនបោកប្រាស់នោះទេដែលធ្វើឲ្យតែចាស់នោះពិតជាខ្លាំងមែនទែនសួរទៅឲ្យប្រាប់របស់យើងគឺមកពីនេះទួយផលរបស់យើងក៏បានប្រាប់ថាតែពិតជាចង់ប្រើឈ្មោះនៅ Slam Display Woodang មានតែតែមិនបាននៅសង្កេតមើលនៅ Slam Display Woodang នៅស្ថានរបស់ពួកគេទាំងពីរហើយគាត់ទៅបែបនេះយើងក៏បានឃើញបែបហ្នឹងពិតជាខ្លាំងមែនទែនក៏ដូចជានៅពេលនេះផងដែរបែបហ្នឹងគឺបានលុបទៅបែបទៅកាន់ទួយផលរបស់យើងប៉ុន្តែក៏ត្រូវបានអវ័យប្រើកម្លាំងរបស់គេចាត់ការទៅកាន់បែបហ្នឹងឲ្យដេកស្អាតតែម្ដងជាមួយនឹងគ្នានេះផងដែរគេក៏បានចន់ទៅកាន់បែបហ្នឹងក៏បាននិយាយទៅកាន់ចែកជូននៅហ្នឹងថាតើនេះមិនចង់ជួយទៅកាន់បរិមនេះនេះតែមែនទេប៉ុន្តែក៏ត្រូវបានចែកបែបហ្នឹងប្រាប់វិញតែឯងចង់នាំបញ្ហាមែនទេកុំគិតថាឯងគឺជា Slam Display Woodang អាចធ្វើអ្វីតាមលើចិត្តនោះយើងក៏បានឃើញចែកឈិញយន្តមកដល់ហើយទួយរបស់យើងក៏បានសួរទៅកាន់នាងតែនឹងចង់បង្ករឿងមានតែទេប៉ុន្តែភ្លាមៗយើងក៏បានឃើញចែកជូននាងហ្នឹងគឺបានបញ្ជាក់វត្តមានរបស់នាងចែកដូចគ្នាកុំគិតថា Slam Display Woodang របស់ឯងមានដូចគ្នានោះហើយយើងក៏បានឃើញទួយរបស់យើងប្រាប់ថាដោយសារតែកញ្ញាឈិញយន្តគឺបានចង់មកដល់ហើយដូច្នេះហើយគួរចាត់ការទៅកាន់ជាបែបអ្នកហ្នឹងគឺប្រសើរជាងប៉ុន្តែចែកឈិញយន្តវិញគឺបានសម្រាប់ខ្លួនរបស់នាងឡើងទៅលើតបូទេតែម្ដងដោយទួយរបស់យើងធ្វើការតបតអ្នកឯងទៅហើយយើងក៏បានឃើញទួយរបស់យើងគឺត្រូវបានវាប្រហែលរចែកជូនអ្នកហ្នឹងហើយគេក៏បានធ្វើការកិច្ចប៉ុន្តែក៏វាប្រហែលរបស់នាងពិតជាមានឥទ្ធិពលខ្លាំងមែនទែនបន្តមកទួយរបស់យើងក៏បានយកបែបមួយនោះដែលជាគ្នារបស់ចែកជូនហ្នឹងឲ្យនាងធ្វើការវាប្រហែលហើយពួកគេគឺបានធ្វើការពេលប្រហែលម្នាក់ម្ដងទៅធ្វើបែបហ្នឹងពិតជាទួសាច់បន្តមកទួយរបស់យើងគឺបានធ្វើការវាប្រហែលដោយប្រើបែបហ្នឹងគឺជាអាវុធតែម្ដងវាប្រហែលទៅពុកទៅលើទៅកាន់ចែកជូនដែលធ្វើឲ្យនាងពិតជាខឹងទៅកាន់បែបហ្នឹងខ្លាំងមែនទែនថាបែបនេះវាពិតជាអត់ប្រយោជន៍បន្តមកយើងក៏បានឃើញទួយរបស់យើងសាយហៅទៅកាន់ចែកឈិញយន្តហើយបានជានាងមិនជួយទេប៉ុន្តែក៏ត្រូវបានចែកឈិញយន្តគឺបានបោះមកសៅមួយឲ្យទួយរបស់យើងក៏បានប្រាប់ថានេះគឺជារបស់សម្រាប់ការដាក់ទរណកម្មទៅកាន់ពួកគេជាផ្សាយវាគឺជាវត្ថុដែលជួយចម្លើយទៅកាន់ពួកគេនឹងឯងបន្តមកទួយរបស់យើងក៏បានប្រាប់ថាវាគឺជារបស់ដែលធ្វើការដាក់ទរណកម្ម7យប់7ថ្ងៃយ៉ាងវេទនាបំផុតដូច្នេះហើយក៏បានឲ្យនាងគឺនិយាយអំពីលោកបញ្ចាត់របស់នាងហើយបានជានាងធ្វើបែបនេះបន្តមកនាងក៏បាននិយាយថានៅពេលដែលឯងហ៊ានធ្វើបែបនេះមកដាក់ខ្ញុំលោកចាត់របស់ខ្ញុំដែលជាស្ដេចខ្មោចជាសួរច្បាស់ជាមិនទុកពួកឯងរស់នៅបានសងនោះទេប៉ុន្តែក៏ត្រូវបានអវ័យប្រាប់ថាគ្រាន់ជាឆ្កែឆ្មាតែប៉ុណ្ណោះហេតុអ្វីបានជានៅពេលនេះឯងហ៊ានប្រើនៅឈ្មោះស្ដេចខ្មោចជាសួយមកបង្ក្រាបខ្ញុំផងវាហាក់ដូចជាមិនសមនោះទេប៉ុន្តែក៏ត្រូវបានកញ្ញាម្នាក់នឹងប្រើវិញថាការប្រយុទ្ធនោះនៅក្នុងទីក្រុងសានសួយវាពិតជានៅធំខ្លាំងមែនទែនលោកចាត់របស់ខ្ញុំគឺបានចូលទៅកាន់សម្លាប់មកទីក្រុងតែម្ដងទួយផលវិយើងពិតជាមានការភ្ញាក់ផ្អើលក៏បានស្ទុះចាត់ការទៅកាន់ឯបរោដែលនៅលើកញ្ញាម្នាក់ហ្នឹងហើយក៏បានស្ទុះទៅជាវាយក៏ទៅកាន់នាងតែនាងដឹងអំពីអ្វីខ្លះទៅកាន់ស្ដេចខ្មោចជាសួយដូច្នេះនាងក៏បានបញ្ជាក់ថាការនៅទីក្រុងសានសួយនោះលោកម្ចាស់របស់នាងដែលជាស្ដេចខ្មោចនឹងគឺបានចាត់ការទៅបន្តហើយទួយផលរបស់យើងក៏បានជាវាយក៏នាងកាន់តែខ្លាំងសួរបញ្ជាកញ្ញាឈិញយន្តក៏បានសួរទៅកាន់ទួយផលរបស់យើងផងដែរប៉ុន្តែនៅពេលនេះគេពិតជាខ្លាំងមែនទែនហើយក៏បានសួរម្ដងហើយម្ដងទៀតថាស្ដេចខ្មោចជាសួយនឹងនរណានៅពេលនេះបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់អេដមីនក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន